bà xôm chùm riệp chun đo bong ônប្រជាពលរដ្ឋអាជីវករសហករណ៍ទាំងអស់បាទសូមមេត្តាចូលរួមពហិការបាទលុយបាតបាទដូចជាដុល្លារឬលុយខ្មែរបាទដើម្បីយើងបង្កើនរូបិយប័ត្របាទលុយខ្មែរយើងប្រជាពលរដ្ឋខេត្តបៃលិនឈប់ប្រើប្រាស់លុយបាតថៃទាំងស្រុងក្រោយការអំពាវនាវរបស់សម្ដេចតេជោហ៊ុនសែនបច្ចុប្បន្ននេះប្រជាពលរដ្ឋខេត្តបៃលិនទាំងនៅទីប្រជុំជននិងនៅទីជនបទបានឈប់ប្រើប្រាស់លុយបាតថៃសម្រាប់ទិញទំនិញនិងប្រើប្រាស់ប្រចាំថ្ងៃជំនួសវិញពួកគេបានប្តូរលុយបាតថៃទៅជាលុយរៀលខ្មែរឬដុល្លារអាមេរិកយ៉ាងឆាប់រហ័សបន្ទាប់ពីការអំពាវនាវពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី6ខែតុលាឆ្នាំ2025កន្លងទៅសម្ដេចតេជោហ៊ុនសែនបានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ជាពិសេសបងប្អូនដែលរស់នៅក្បែរព្រំដែនថៃឲ្យប្រញាប់ប្តូរប្រាក់បាតថៃមកជាប្រាក់រៀលឬប្រាក់ដុល្លារវិញសម្ដេចបានប្រមានថាបើមិនធ្វើដូច្នេះទេពេលខាងមុខប្រជាពលរដ្ឋអាចនឹងរងការខាតបង់ធ្ងន់ធ្ងរនិងអាចក្លាយជាចំណុចខ្សោយដែលគេយកទៅគំរាមកំហែងដោយដែលបានកើតឡើងកាលពីមុនក្នុងវិស័យអគ្គិសនីអ៊ីនធឺណិតនិងប្រេងឥន្ធនៈសម្ដេចបានបញ្យល់ថាការឈប់ប្រើប្រាស់ប្រាក់បាតថៃនិងងាកមកប្រើប្រាក់រៀលខ្មែរវិញគឺជាការជួយពង្រឹងដល់រូបិយវត្ថុជាតិការអំពាវនាវនេះត្រូវបានប្រជាពលរដ្ឋនៅខេត្តបៃលិនជាពិសេសនៅក្នុងតំបន់ព្រំដែនឆ្លើយតបយ៉ាងភ្លាមៗនៅឃុំស្ទឹងកាច់ស្រុកសាឡាក្រៅដែលជាតំបន់មានព្រំដែនជាប់នឹងប្រទេសថៃនិងមានជនជាតិថៃមកធ្វើការនិងទស្សនាច្រើនកាលពីមុនមានការប៉ះទង្គិចដោយកម្លាំងប្រដាប់អាវុធនៅតាមព្រំដែនរវាងប្រទេសទាំងពីរកម្ពុជាថៃការប្រើប្រាស់លុយបាតថៃគឺជារឿងធម្មតាក្នុងការទិញទំនិញទិញអាហារនិងបង់ប្រាក់សម្រាប់សេវាផ្សេងៗទោះបីជាយ៉ាងនេះក្តីនៅពេលនេះលុយបាតថៃជាច្រើនបានរលាយអស់ពីទីផ្សារប្រជាពលរដ្ឋខេត្តបៃលិនបានបង្ហាញថាពួកគេលែងមានចរាចរណ៍លុយបាតថៃទៀតឡើយបើមានការទទួលបានលុយបាតពីប្រទេសថៃពួកគេត្រូវតែដូរវាទៅជាលុយរៀលឬលុយដុល្លារជាមុនសិនទើបអាចប្រើប្រាស់ចាយវាយបាននៅលើទឹកដីខេត្តបៃលិនដែលឡែកប្អូនស្រីជាអាជីវករដូរលុយនៅភូមិផ្សារព្រំបានចែករំលែកថាកាលពីសម្ដេចបានប្រកាសដំបូងយើងឃើញមានប្រជាពលរដ្ឋនាំគ្នាយកលុយបាតមកដូរយកលុយរៀលច្រើនណាស់ប៉ុន្តែពេលនេះសកម្មភាពដូរលុយបាតមិនសូវមានច្រើនទៀតឡើយដោយសារតែលុយរៀលបានក្លាយជារូបិយវត្ថុចម្បងសម្រាប់ចរាចរណ៍នៅក្នុងខេត្តបៃលិនទៅហើយខ្ញុំយល់ឃើញថាល្អដែរដោយសារតែប្រទេសខ្មែរយើងត្រូវការប្រើចាយលុយខ្មែរដោយសារតែនៅទៅស្រុកគេក៏គេចាយលុយស្រុកគេដែរអញ្ចឹងមកស្រុកយើងត្រូវចាយលុយស្រុកយើងនៅកន្លែងខ្ញុំនេះគឺដូរតាមអត្រាប្រាក់ធនាគារអញ្ចឹងហ៎បងដូរដូចខាងធនាគារដែរវាអត់ខុសគ្នាជាមួយនឹងខាងធនាគារទេតាំងពីរដ្ឋាភិបាលគាត់ឲ្យខាងដូរលុយជាមួយខាងនេះមកអញ្ចឹងទៅខាងថៃគាត់ដូរជាយកលុយបាតមកដូរជាលុយខ្មែរហើយចិនក៏អញ្ចឹងដែរចិនក៏យកលុយបាតមកដូរជាលុយខ្មែរដើរទិញអីវ៉ាន់ក្នុងផ្សារដើរទិញបន្លែទិញអីគឺបរិភោគផងគាត់អញ្ចឹងណាបាទជាលុយខ្មែរទីទៅតាំងពីខាងខេត្តគាត់ចេញលក្ខណៈថាចេញច្បាប់មកឲ្យការចាយវាជាប្រាក់កម្ពុជាយើងគឺទីទៅខ្ញុំបើខាងខ្ញុំជាអាជីវករគឺខ្ញុំឯកភាពហ្មង 100% ទីមួយគឺយើងបានការចាយវាមិនថាជនជាតិគេអីឬក៏គាត់មកគាត់ស្គាល់กระดาษប្រាក់យើងភិកច្រើនហ្មងមករយៈក្រោយគឺគាត់ស្គាល់យើងប្រាប់គាត់ទីទៅគឺយើងណែនាំប្រាប់គាត់ពីមួយទៅមួយពីលក្ខណៈថាกระดาษលុយខ្មែរយើងអញ្ចឹងណានិយាយទៅភាគច្រើនឥឡូវគាត់មកទិញគឺគាត់ហុចជាលុយខ្មែរយើងហ្មងអញ្ចឹងណាបងគឺងាយស្រួលច្រើនហើយល្អនិយាយទៅគ្រប់ត្រ 100% ហ្មងខាងយើងនៅតំបន់យើងផ្សារព្រំយើងនេះបងចាជនជាតិខ្មែរយើងទាំងអស់គ្នាឲ្យរួមគ្នាការប្រើប្រាស់ចារបស់ខ្មែរឬមួយក៏ជាប្រាក់ខ្មែរយើងឲ្យបានច្រើនព្រោះដោយសារយើងការចាយវា
ជាប្រាក់ខ្មែរយើងគឺល្អប្រាក់យើងគឺវាដំណើរការល្អអញ្ចឹងណានៅតំបន់យើងអញ្ចឹង តាំងពីសម្ដេចមានប្រសាសន៍ហ្នឹងក៏ខ្ញុំនឹងក៏បានឲ្យកូនចៅដូរចេញឲ្យអស់ទៅកុំឲ្យចាយយើងត្រូវចាយលុយខ្មែរអញ្ចឹងណាកុំឲ្យចាយលុយថៃ លោកស្រីលីមួយដែលជាអាជីវករលក់មាសនិងបដូរប្រាក់នៅក្នុងផ្សារសាមគ្គីផងដែរបានលើកឡើងថា មានការគ្រប់គ្រងនឹងប្រសាសន៍របស់សម្ដេចដែលឈប់ឲ្យចរាចរណ៍លុយបាតក្នុងទីផ្សារអញ្ចឹងភាពប៉ះពាល់ហ្នឹងវាមានខ្លះដែរវាមានខ្លះហ្មងមិនមែនខ្លះដែរគឺប៉ះពាល់ទៅដល់ជាពិសេសប្រាក់រៀលរបស់យើងយើងចង់ឲ្យរូបិយប័ណ្ណប្រាក់រៀលរបស់យើងមានដំណើរការល្អក្នុងទីផ្សារប្រទេសយើងជាពលរដ្ឋដែលនៅក្នុងខេត្តបៃលិននេះបើសិនជាមានប្រាក់បាតរៀលអាចយកមកដូរនៅកន្លែងតូបខ្ញុំតាំងបន្ហាយតូបលេខ7នៅក្នុងផ្សារបៃលិននេះយកមកដូរបានហើយក៏ខ្ញុំអត្រាប្តូរប្រាក់ក៏ខ្ញុំអត់ឲ្យខុសហាងឆេងដែរអញ្ចឹងសូមបងប្អូនជាពលរដ្ឋនៅក្នុងខេត្តបៃលិនហ្នឹងកុំឲ្យបារម្ភអី នាមខ្ញុំជាប្រជាពលរដ្ឋក៏ដូចជាប្រធានគណៈកម្មការផ្សារសាមគ្គីនេះខ្ញុំគ្រប់គ្រងនៅអនុសាសន៍របស់សម្ដេច 100% បាទនៅការបញ្ឈប់ចរាចរណ៍ប្រាក់បាតនៅលើទីផ្សារជាពិសេសនៅក្នុងប្រទេសកម្ពុជានិងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបៃលិនក៏ដូចជាអាជីវករក៏ដូចជាភ្ញៀវទាំងអស់ដែលថាធ្លាប់ចូលនៅផ្សារសាមគ្គីនេះសូមអញ្ជើញបងប្អូនទាំងអស់គ្នាដែលមានសេសសល់ប្រាក់បាតអញ្ជើញយកមកដូរនៅកន្លែងនេះគឺកន្លែងបដូរប្រាក់គ្រប់ប្រាក់បាតបាទអញ្ចឹងសូមបងប្អូនមកដូរហើយក៏មានការផិតភ័យខាងអាជីវករនិងកេងចំណេញដល់បងប្អូនកំភៃបងប្អូនអាជីវករយើងទាំងអស់គ្នានឹងបដិញ្ញាចិត្តចូលរួមសហការជាមួយរាជរដ្ឋាភិបាលដើម្បីបញ្ឈប់ចរាចរណ៍ប្រាក់បាតនិងលើកស្ទួយប្រាក់រៀលរបស់ខ្មែរយើង សកម្មភាពរហ័សរហួននេះបង្ហាញពីការយល់ដឹងនិងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋខេត្តបៃលិនក្នុងការពង្រឹងភាពជាប្រជាពលរដ្ឋខ្មែរដ៏ថ្លៃថ្នូរក្នុងការគ្រប់គ្រងរូបិយវត្ថុជាតិនិងកាត់បន្ថយការពឹងផ្អែកលើរូបិយវត្ថុបរទេសដែលជាកត្តាសំខាន់ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិ